អាយ៉លោកទទួលបានកូនកំមុំដ៏ស្រស់ស្អាតម្នាក់ហើយលោកម្ចាស់ណែអបអរសាទរលោកម្ចាស់ទទួលបានប្រពន្ធមួយទៀតហើយទទួលបានកម្លាំងបន្ថែមពិសេសមានអាយុវែងអញ្ចឹងគឺមានន័យថា system ប្រព័ន្ធមួយនេះលុះត្រាតែម្នាក់នេះជាប្រពន្ធរបស់ខ្ញុំពិតប្រាកដទើបខ្ញុំអាចទទួលបានកម្លាំងធម្មពលពិសេសតោះពួកយើងទៅអាយ៉ាលោកម្ចាស់សុខសប្បាយតាមផ្លូវណាហើយចាព្រះជាម្ចាស់ហើយហេតុអីក៏ស្រីនេះមានសំណាងម៉េះណាគាត់គួរតែរើសយកខ្ញុំចំណែកខ្ញុំមកគិតថាគាត់ជាមនុស្សចាស់ប្រហែលជាគ្មានលុយច្រើនទេដឹងចង់ខ្ញុំរើសយកគាត់បាត់ទៅហើយពួកឯងទាំងពីរអ្នកហ្នឹងឈប់ប្រកែកគ្នាទៀតទៅណាសាយយានគេមិនត្រឹមតែស្អាតទេថែមទាំងសុភាពរៀបសារទៀតពួកឯងទាំងពីរអ្នកថ្ងៃក្រោយនិយាយឲ្យប្រយ័ត្នទេសម្ដឹងហើយលោកម្ចាស់សូមអរគុណដែលលោកបានជួយខ្ញុំមិនបានជួយនាងដោយតទេនោះទេមិនអីទេលោកម្ចាស់បញ្ហាសឹកទុកឲ្យខ្ញុំដោះស្រាយលោកម្ចាស់ក៏មិនអារម្មណ៍អីសោះណាប៉ះពួកយើងទៅតែហើយលោកម្ចាស់ពុកចការរបស់លោកម្ចាស់ហេតុអីក៏មិនឃើញអញ្ចឹងយ៉ាទៅខ្វល់ឬស្អីពេលវេលាមកដល់នាងច្បាស់ជាដឹងដោយខ្លួនឯងមិនខានទេត្រីឯថាលីវ៉ានីននោះវាដើរតាមផ្លូវនឹងមែនទេហ៎លបងថប់ទុកចិត្តចាស់ឲ្យខ្ញុំបានស៊ើបរួចរាល់ហើយអតាកចានេះចេញពីផ្ទះដើម្បីទៅទិញដាវមួយគឺដើរមកផ្លូវនឹងខ្ញុំប្រកាសថាពេលអតាកចាត្រឡប់ទៅផ្ទះវិញច្បាស់ជាដើរតាមផ្លូវដឹកលោកភូមិរបស់យើងហើយនឹងភូមិរបស់អតាកចានេះមិនដែលត្រូវគ្នាទេតែឆ្លោះគ្នារហូតនឹងថ្ងៃនេះយើងសម្លាប់វាចោលពេលនោះភូមិលីចារបស់វាគ្មានអាណាហ៊ានងើបក្បាលមកទេត្រែលបងបើសិនតែយើងសម្លាប់វាចោលនោះអ្នកភូមិរបស់វាគ្មានអាណាហ៊ានអើតក្បាលជាមួយនឹងយើងទេអញ្ចឹងក្រុមពួកយើងសិតតែក្រុមថប់វ៉ាន់ហើយនិយាយបានល្អបន្ទាប់ពីយើងបានសម្លាប់វាចោលទៅហើយប្រពន្ធរបស់វាខ្លាចទៅជាប្រពន្ធរបស់យើងហើយយើងចង់ដេកជាមួយនឹងប្រពន្ធរបស់វាចង់ភ្លក់រសជាតិទៅមើលតើវាយ៉ាងម៉េចដែររសជាតិផ្អែមឬក៏ប្រៃឡារបស់អតាកចាស់នោះបោដល់ហើយនាំស្រីម្នាក់បោទៀតផងឯងមើលច្បាស់ទៅមើលច្បាស់ហើយរបស់មើលខ្លួនឯងទៅហេណាអូយ៉ាអាចោលទុកជឹកនេះមានស្រីម្នាក់ទៀតឯងចូលចាំសិនចាំស៊ុនអធិស្ឋានពួកបងចោលមែនទេហ៎អតាកចាស់ឯងមិនចាំបាច់និយាយសលេងស្លូតមួយយូរអាណានិយាយស្លូតជាមួយឯងគ្រាន់តែប្រើតិចនិចស្ទាយនៅចំពោះមុខស្រីស្អាតនេះតើនាងនៅពីក្រោយខ្នងខ្ញុំទៅអញថាសម្រាប់ពួកអាចោលសៀមទេតែវិច័យដនអីបែរជាទៅសម្រាប់ចោលទៅវិញអូយលោកតាលីអូយលោកតាលីអូយលោកពិតជាខ្លាំងពេកដល់គាត់តើមកខំផាច់ងាប់ខ្ទេចអស់លីកុំសម្រាប់ខ្ញុំអីខ្ញុំសុំលោកធ្វើជាគ្រូក៏បានដែរតាមស្ម័គ្របំរើលោកឯងចង់ដើរតាមយើងហ៎បាទអូយលោកម្ចាស់ពិតជាមានអាយុ50ឆ្នាំមែនទេត្រូវហើយខ្ញុំមានអាយុ50ឆ្នាំហើយព្រះជាម្ចាស់ហើយកម្លាំងប្រយុទ្ធរបស់លោកម្ចាស់អត់មានអ្នកណាអាចប្រៀបជាមួយទេសូម្បីតែមេតបសុនយូណាសូម្បីតែគាត់ដែរក៏មិនអាចប្រៀបជាមួយលោកម្ចាស់ដែរមើលទៅដូចជាមិនអាចទេកុំយកគេមកប្រៀបធៀបជាមួយនឹងខ្ញុំនោះទោះបីជាមិនមែនជាមេតបក៏ដោយប៉ុន្តែថ្ងៃមុខគឺច្បាស់ជាខ្លាចទៅជាអ្នកមានអំណាចចាត់ទុកថានាងពូកែនិយាយទៅចោះបានហើយពួកយើងប្រញាប់ទៅប្រពន្ធរបស់ខ្ញុំនៅផ្ទះគឺរងចាំយូរហើយលោកម្ចាស់កុំបារម្ភអសាតែថ្ងៃមុខខ្ញុំនឹងតាមបម្រើលោកម្ចាស់ដោយពេញចិត្តហើយខ្ញុំថែមទាំងបម្រើលោកស្រីឲ្យបានល្អទៀតណាលោកម្ចាស់អញ្ចឹងពួកយើងឆាប់ទៅអាយ៉ាអីកាចាស់លីអើយទីបំផុតតែលោកត្រឡប់មកវិញហើយមានរឿងអីគេមិនសាំងមីងនិយាយមកពេលនេះគឺខ្ញុំមានទុកជាតិតំងន់ណាកាចាស់លីឯងភ្លេចហើយមែនទេពេលដែលឯងយកប្រពន្ធហើយត្រូវតែបម្រើកងទ័ពនោះអីឥឡូវនេះដល់ពេលកំណត់ពេលវេលាហើយពេកត្រូវតែចូលបម្រើទ័ពរឿងនេះគឺខ្ញុំចាំមិនទៅប៉ុន្តែពេលនេះត្រូវធ្វើយ៉ាងម៉េចឲ្យអ្នកផ្សេងទៀតទៅជាមួយនឹងកាចាស់លីឯងដែរណាអញ្ចឹងតើឯងមានច្បល់អ្វីទេមនុស្សកំពុងតែគិតច្បល់ទើបមកសួរហ្នឹងមើលទៅគឺខ្ញុំមិនអាចកិច្ចផុតអំពីការជ្រើសរើសធ្វើជាទ័ពសម្រាប់សត្រូវនៅជួរមុខទេណែកាចាស់លីក្នុងរយៈពេលមួយខែនេះឯងបានវឹកហាត់អីខ្លះដែរទេសម្រាប់កូនរបស់យើងវាបានត្រៀមខ្លួនរួចទៅហើយម្យ៉ាងទៀតឯងក៏មានប្រពន្ធដែររៀបការប្រពន្ធដល់តែ3នាក់ឯដោះអញ្ចឹងច្បាស់ជាមានអ្នកបន្តវងតកូលទៀតហើយបើករណីឯងស្លាប់ក្នុងសមរភូមិនោះគេជាដាក់ណាកុំថាឯងយកប្រពន្ធមួយទៀតណាត្រូវហើយគឺជាប្រពន្ធរបស់ខ្ញុំឃើញនាងដើរតាមផ្លូវអាណិតពេកក៏យកនាងទៅកាចាស់លី
តាំងពីឯងរៀបការមកដូចជាយានជាមួយនឹងអាយុប្រពន្ធច្រើនទៅហើយមុខមាត់តែតាក់ទាញមានមុនស្នេហ៍នេះអាយឯងមើលនេះចោះនៅក្មេងហើយស្អាតទៀតតាកញ្ចាស់ឯងមិនដឹងទេពេលដែលខ្ញុំយកប្រពន្ធច្រើនមុខខ្ញុំកាន់តែក្មេងទៅមានរូបប្រពន្ធសម្ងាត់មកឯងក៏ចង់បានប្រពន្ធក្មេងៗដូចជាឯងដែរណាឆាប់និយាយមកឯងធ្វើយ៉ាងម៉េចទើបមុខឯងក្មេងចឹងអើយតាចាស់សាក់និយាយម្ដងទៀតមើលបងនិយាយថាម៉េចឆាប់ទៅជួយខ្ញុំភ្លាមចាំមើលថាខ្ញុំបដៅតាកចាស់ឯងយ៉ាងម៉េចខ្លះប្រពន្ធទាំងអស់គ្នាបងវិលត្រឡប់មកវិញហើយលោកម្ចាស់ទីបំផុតលោកម្ចាស់ត្រឡប់មកវិញហើយពួកយើងពិតជាមានការបារម្ភណាស់អាចារ្យបងមិនអីទេលោកម្ចាស់ហើយនាងម្នាក់នេះមេភូមិបានប្រាប់បងថាឲ្យបងនេះទៅបម្រើកងទ័ពបងខ្លាចថាអូនពិបាកបងក៏ជួលអ្នកបម្រើម្នាក់ដើម្បីបម្រើពួកអូនថ្ងៃស្អែកនេះបងចេញទៅហើយថាម៉េចហេតុអីក៏បន្តបែបនេះដោយសារតែសមរភូមិនៅជួរមុខត្រូវការបន្ទាន់ដូច្នេះហើយអត់ពីបងទៅគឺមានកិច្ចការងារច្រើនណាស់មួយយ៉ាងទៀតពួកអូនសុទ្ធតែជាគ្រួសារអ្នកមានដូច្នេះហើយទើបបងសម្រេចចិត្តថាយកអ្នកបម្រើម្នាក់មកជួយបម្រើអូនសាជាននៅថ្ងៃមុខនាងត្រូវតែបម្រើអ្នកទាំងអស់គ្នាណាអរគុណចំពោះការយកចិត្តទុកដាក់របស់លោកម្ចាស់តាមពិតពួកយើងអាចធ្វើខ្លួនឯងបានលោកម្ចាស់អាចារ្យមិនអីទេថែមម្នាក់ទៀតក៏វាបញ្ជាបញ្ហាអីដែរសំខាន់គឺនាងអាចជួយមើលថែពួកអូនបានម្យ៉ាងទៀតមុនពេលដែលបងចេញដំណើរទៅនោះគឺត្រូវរៀបចំអាហារជាច្រើនទៀតសម្រាប់ខ្លួនឯងតែកណ្ដាលរបស់បងចាស់មើលអ្វីរបស់បងនេះចាស់មើលតែហេតុអីក៏ល្អដល់ម្លឹងនេះជាគ្រឿងសឹករបស់មីងកងតែប៉ុន្តែមើលទៅគឺដូចជាខូចទៅហើយលោកម្ចាស់មិននឹងអាចប្រើការបានទេឥឡូវចេះចាំប្អូនស្រីទី3ជាអ្នកជួយជុលឲ្យទៅណាលោកម្ចាស់មិនចេញអាចធ្វើបានដែរហ៎មិនបាច់ទេលោកស្រីគ្រឿងសឹកនេះខ្ញុំអាចជួយជុលបានតែអីចាបាញ់ចឹងនាងមានចំណេញដែរមែនទេកាត់តែកសែភ្នែករបស់លោកប្តីពិតជាអស្ចារ្យមែនខ្សែភ្នែករបស់បងពិតជាមិនធម្មតាទេថែមទាំងមានភាពរស់រវើកទៀតផងយប់នេះតើអូនចង់សាកដែរទេហ៎អីចាលោកប្តីមិនបែររំខានខ្ញុំទេដល់វេនតើឲ្យបងស្រីទេនិយាយអញ្ចឹងខ្ញុំវានឹងភ្លេចមេតាប់ស្រីម្នាក់នោះគេដឹងខ្លួនហើយគេនិយាយថាមានរឿងចង់ជួបបងដែរផ្ទាល់ល្អណាស់ចាំបងទៅជួបគេ